សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានលើកយករឿងបាល់ទាត់មួយរឿងទៀតហើយដើម្បីសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាដើម្បីទស្សនារឿងនេះដែរមានចំណងជើងថាបាល់ទាត់នៅវិទ្យាល័យខ្ញុំដែលនិយាយពីក្មេងប្រុសម្នាក់ហ្នឹងគឺគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់បាល់ទាត់មែនទែនប៉ុន្តែគាត់មិនសូវជោគជ័យក្នុងការលេងប្រហែលទេដោយសារគាត់ហ្នឹងលេងមិនសូវបានល្អព្រោះឯមិត្តភ័ក្តិនៅក្នុងវិទ្យាល័យច្រើននៅធ្វើបាបគាត់ថែមទៀតផងប៉ុន្តែនៅទីបញ្ចប់សាច់រឿងគាត់អាចធ្វើបានយ៉ាងល្អធ្វើឲ្យពួកគេអាចស្រឡាញ់គ្រប់ត្រូវគាត់ហើយគាត់ក៏ក្លាយជាអ្នកបាល់ទាត់មួយយ៉ាងល្អផងដែរអញ្ចឹងដែរកុំឲ្យខាតពេលយូរយើងអាចចូលរួមទស្សនាទាំងអស់គ្នាខ្ញុំនឹងសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាដើម្បីកំសាន្តដោយតទៅរឿងនេះដែរបានចាប់ផ្ដើមឡើងនៅពេលដែលក្មេងប្រុសម្នាក់ឈ្មោះជីមីគាត់ក្រោយពីមកពីសាលារៀនវិញគាត់តែងតែមើលមេរៀនហើយគាត់តែងតែចេញមកត្រេះបាល់លេងកំសាន្តនៅកន្លែងសាលាគឺគាត់នឹងធ្វើការវឹកហាត់តែឯងអំពីការត្រេះបាល់ដើម្បីតាំងពីទម្ងន់បាល់ឬក៏ភាពស្ទាត់ជំនាញរបស់គាត់ក្នុងការហ្វឹកហាត់ក្នុងការលេងបាល់ទាត់ពេលដែលគាត់ហ្វឹកហាត់ហើយស្រាប់តែម្ដាយរបស់គាត់ហ្នឹងនិងសង្សាររបស់គាត់ហ្នឹងគឺបានដប់ម្ដាយរបស់គាត់មកផ្ទះហើយគាត់ក៏បានឃើញក៏បានជួបគ្នាបន្ទាប់មកធ្វើឲ្យសង្សាររបស់គាត់ឈ្មោះចនបានមកស្វាគមន៍ឬក៏ញញឹមញែមដាក់គាត់យ៉ាងក្រៃលែងប៉ុន្តែគាត់ហាក់ដូចជាមិនពេញចិត្តសោះចំពោះអាកប្បកិរិយារបស់លោកចនដែលជាជនពីលម្នាក់ផងដែរដែលជាសង្សាររបស់ម្ដាយរបស់គាត់ព្រោះម្ដាយគាត់របស់គាត់ហ្នឹងគឺជាស្ត្រីវិមាក្រោយពីស្វាគមន៍រួចហើយធ្វើឲ្យចនក៏បានជិះម៉ូតូត្រឡប់ទៅវិញផងដែរលុះព្រឹកឡើងជីមីក៏បានធ្វើដំណើរទៅរៀននៅពេលគេធ្វើដំណើរទៅរៀនក៏បានជួបមិត្តភ័ក្តិរបស់គាត់ហ្នឹងកំពុងតែអោបថើបជាមួយនឹងសង្សាររបស់គាត់នៅលើតាមដងផ្លូវផងដែរធ្វើឲ្យគាត់ហ្នឹងគឺមានចិត្តអ៊ីនព្រីនមែនតែនដោយសារគាត់គឺជាមនុស្សមិនសូវចូលចិត្តខាងហ្នឹងអញ្ចឹងគ្នាយើងក្រោយពីឃើញគេថើបអោបថើបគ្នាហើយគាត់ក៏ធ្វើដំណើរទៅទៀតក៏បានជួបនឹងសារ៉ាដែលជាសិស្សស្រីម្នាក់ដូរមកចូលរៀនសាលានេះផងដែរដែលមានរូបសម្ផស្សស្អាតនាងក៏បានញញឹមញញែមដាក់ជីមីភ្លាមនោះដែរធ្វើឲ្យក្រុមរបស់លោក Golden ដែលជាមិត្តភ័ក្តិក្នុងសាលារបស់គេចំណែនរួចក៏បានមកសម្លុតរួចក៏តាមវាយគេផងដែរគេរត់យ៉ាងលឿនទៅតាមដងផ្លូវហើយពួកគេក៏បានធ្វើដំណើរទៅតាមពេលដែលគេកំពុងតែរត់ទៅគេក៏បានរត់ចូលទៅក្នុងទ្វារមួយនឹងធ្វើឲ្យទ្វារនោះគឺចាក់កលឹះជាប់ទៅមិនរួចហើយក្រុមរបស់លោក Golden ហ្នឹងក៏បានតន់រួចក៏បានចាប់គេរួចក៏បាននាំគ្នានឹងជិះនោមដាក់កតាបរបស់ជីមីផងដែរខណៈនោះដែរធ្វើឲ្យលោកគ្រូអេរិចដែលជាគ្រូកីឡាក៏បានឃើញសកម្មភាពនេះផងដែរប៉ុន្តែគាត់គឺអត់មាត់អ្វីនោះឡើយបន្ទាប់មកគាត់ក៏បានបិទក្រដាស់អំពីការជ្រើសរើសសិស្សក្នុងវិទ្យាល័យនេះដើម្បីមកធ្វើជាកីឡាបាល់ទាត់ធ្វើឲ្យជីមីយើងក៏បានឃើញរួចគាត់ក៏បានយកក្រដាស់ហ្នឹងបានមកបិទពីលើនៅក្នុងសេចក្តីប្រកាសនេះដើម្បីកុំឲ្យគេមកចុចឈ្មោះដើម្បីឲ្យគាត់នឹងអាចចូលរួមក្នុងការប្រកួតឬក៏ការជ្រើសរើសនេះផងដែរលុះថ្ងៃបន្តមកទៀតគម្រោងការគេក៏បានសម្រេចគេក៏បានជាប់ឈ្មោះជាក្រុមកីឡាបាល់ទាត់ប្រចាំសាលាគេក៏បានធ្វើដំណើរទៅក្នុងតារាងបាល់ទាត់ដើម្បីជួបជាមួយលោកគ្រូរបស់គេប៉ុន្តែគឺត្រូវបានលោក Golden ជាក្រុមជើងកាងធ្វើការសម្លុតគម្រាមកំហែងគេថែមទៀតផងក្នុងតារាងបាល់ទាត់ដែលលោកគ្រូអេរិចហ្នឹងគឺបានមកជួបជុំគ្នាចំណែកឯនៅក្នុងការិយាល័យឬក៏ទីចាត់ការនេះលោកនាយកក៏បានប្រជុំរៀបរាប់ឬក៏ធ្វើផែនការផ្សេងៗនៅក្នុងសាលាផងដែរប៉ុន្តែត្រូវបានលោក Ken ដែលជាលោកឪពុករបស់លោក Golden ត្រូវបានគាត់ហ្នឹងគឺស្ដីបន្ទោសមកដល់នាយកសាលាយ៉ាងខ្លាំងដោយសារសាលានេះពុំដែលមានតគេហៅថារៀនបាល់ទាត់ឬក៏លេងបាល់ទាត់ឈ្នះក្រុមណាមួយនោះឡើយកន្លងមកនេះព្រោះគាត់ហ្នឹងបានផ្ដល់ថវិកាយ៉ាងច្រើនសម្រាប់ឲ្យសាលានេះរៀបចំក្រុមកីឡាបាល់ទាត់មួយដើម្បីធ្វើការប្រកួតដើម្បីដណ្ដើមបានពានឬក៏រង្វាន់ផ្សេងៗសម្រាប់ក្មេងៗផងដែរនៅថ្ងៃមួយហ្នឹងក្រុមបាល់ទាត់របស់គេក៏បានហ្វឹកហាត់នៅក្នុងតារាងបាល់ទាត់ពេលដែលកំពុងហ្វឹកហាត់ធ្វើឲ្យ Golden ក៏បានទាត់មួយបាល់មកបុកក្បាលរបស់ជីមីធ្វើឲ្យគេឈឺចាប់យ៉ាងខ្លាំងធ្វើឲ្យលោកគ្រូក៏បានរត់ទៅជួយជីមីរួចក៏បានទៅស្ដីបន្ទោសទៅលើ Golden យ៉ាងខ្លាំងដែលធ្វើរឿងមិនល្អចំពោះមិត្តភ័ក្តិព្រមទាំងស្ដីបន្ទោស Golden ថែមទៀតផងបន្ទាប់មកលោកគ្រូអេរិចក៏បានទៅជួបជាមួយនឹងលោកនាយកនិងឪពុករបស់ Golden ផងដែរអំពីរឿងនេះហើយក៏ចង់ដេញគេចេញពីក្រុមបាល់ទាត់ប៉ុន្តែលោកនាយកមិនព្រមដោយសារតែឪពុករបស់គេគឺបានជួយឧបត្ថម្ភផ្នែកកីឡាអញ្ចឹងហើយគាត់មិនហ៊ានដេញ Golden ចេញពីក្រុមនោះឡើយលុះហ្វឹកហាត់ចាប់ធ្វើឲ្យជីមីរបស់ជើងក៏បានធ្វើដំណើរទៅផ្ទះពេលទៅដល់កណ្ដាលផ្លូវគេក៏បានជួបនឹងសារ៉ាដែលកំពុងអង្គុយនៅតាមផ្លូវព្រោះនាងនឹងបានសួរនាំគេអំពីរឿងបាល់ទាត់ប៉ុន្តែគេអ៊ីនព្រីនច្រើនធ្វើគេនឹងអ៊ីនរួចក៏បានរត់ទៅបាត់ទៅគេក៏បានធ្វើដំណើរទៅជួបម្ដាយរបស់គេកន្លែងធ្វើការដើម្បីនាំម្ដាយគេទៅផ្ទះតែម្ដាយគេនឹងមិនបានទៅទេដោយសារគាត់នឹងត្រូវថែម៉ោង
បន្ថែមចឹងគ្នាយើងតមកគាត់ក៏បានធ្វើដំណើរទៅឯងផ្ទះទាំងយប់ធ្វើដំណើរទៅគេក៏បានជួបនឹងក្រុមជើងកាងរបស់លោក Golden ទៀតធ្វើឲ្យពួកនាងគឺដេញវាយគេទៀតនៅតាមផ្លូវធ្វើឲ្យគេនឹងរត់ទៅហេបរហបពេលគេរត់ទៅក៏បានជួបនឹងលោកយាយម្នាក់ដែលជាលោកយាយកំព្រាក៏បានជួយគេរួចក៏បាននាំគេចូលទៅផ្ទះលោកយាយពេលចូលទៅដល់ក្នុងផ្ទះលោកយាយគាត់ក៏បានឃើញស្បែកជើងកញ្ចាស់មួយដែលព្យួរនៅទីនោះធ្វើឲ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់មកលោកយាយក៏ឃើញគេចាប់អារម្មណ៍ក៏បានឲ្យស្បែកជើងនេះមកដល់ជីមីផងដែរប៉ុន្តែគេបដិសេធប៉ុន្តែដោយសារទឹកចិត្តលោកយាយធ្វើឲ្យគេទទួលយកទៅពេលចេញមកវិញគេក៏បានយកស្បែកជើងនោះទៅកវត្តចោលនៅក្នុងសម្រាមរួចគេក៏បានធ្វើដំណើរទៅផ្ទះខណៈដែលគេធ្វើដំណើរទៅផ្ទះក៏បានឃើញឪពុកម្ដាយរបស់គេក៏បានមកចរចាសុំត្រូវគ្នាវិញប៉ុន្តែម្ដាយរបស់គេគឺមិនព្រមទេធ្វើឪពុករបស់គេឈ្មោះហារីក៏បានធ្វើដំណើរទៅវិញលុះព្រឹកឡើងគេបានធ្វើដំណើរទៅសាលាក៏បានជួបហេតុការណ៍សិស្សស្រីពីក្រុមកំពុងឆ្លោះគ្នាគឺក្រុមរបស់សារ៉ានិងក្រុមមួយទៀតហ្នឹងក៏បានមកគំរាមកំហែងសារ៉ាប៉ុន្តែត្រូវបានសារ៉ាហ្នឹងវាយមួយដៃបាក់ខ្ទង់ច្រមុះទៅធ្វើឲ្យគេហ្នឹងគឺមានចិត្តញាក់ដាល់ចំពោះសារ៉ាយ៉ាងខ្លាំងចំពោះទេពកោសល្យនិងភាពក្លាហានរបស់នាងរួចគេក៏បានធ្វើដំណើរដើម្បីមកចូលរួមប្រកួតកីឡាបាល់ទាត់ជាមួយមិត្តរួមក្រុមរបស់គេពេលមកដល់ត្រូវបានក្រុមរបស់លោកកាដិនហ្នឹងគឺបានយកស្បែកជើងរបស់គេហ្នឹងក៏បិទចោលក្នុងឡានសម្រាមផងដែរក្រោយមកគេក៏បានឃើញស្បែកជើងកញ្ចាស់របស់គេដែលក៏បិទចោលរួចគេបានរត់ទៅដើម្បីទៅរកស្បែកជើងនោះចំណែកឯលោកគ្រូនិងនាយកនិងលោកខេនក៏បានធ្វើដំណើរមកជុំគ្នាដើម្បីត្រៀមចេញដំណើររួមគ្នាដើម្បីធ្វើការប្រកួតបាល់ទាត់ផងដែរពេលនោះដែរគេក៏បានធ្វើដំណើរទៅគឺឃើញក៏បានរត់មកវិញចំណែកឯលោកគ្រូរបស់គេក៏បានសួរនាំអំពីគីមីផងដែរដែលពុំបានឃើញមកពេលដែលពួកគេធ្វើដំណើរឬក៏រៀបចេញដំណើរទៅស្រាប់តែគីមីក៏បានរត់ទៅហេបទៅហបមកតាមក្រោយផងដែរភ្លាមនោះដែរធ្វើឲ្យលោកគ្រូរបស់យើងក៏សម្រេចចិត្តទៅដោយសារបាត់គីមីយូរពេកភ្លាមនោះដែរស្រាប់តែលេចមុខគីមីរត់មកខាំងពីមុខឡានដោយសារគេធ្វើដំណើរមកតាន់ហើយលោកគ្រូរបស់គេក៏មានការភ្ញាក់ផ្អើលរួចគេក៏បានឡើងមកជិះឡានជាមួយនឹងមិត្តរួមក្រុមរបស់គេដើម្បីធ្វើដំណើរទៅធ្វើការប្រកួតជាមួយនឹងក្រុមដទៃទៀតវេលានេះដែរពួកគេកំពុងតែរៀបចំខ្លួនដើម្បីចូលរួមប្រកួតជាមួយក្រុមមួយទៀតប៉ុន្តែគីមីត្រូវបានຕົកជាកីឡាករបំរុងដោយសារគេគឺលេងមិនសូវល្អចំណែកឯមិត្តភ័ក្តិរបស់គេគឺបានចូលលេងជាមួយនឹងក្រុមមួយទៀតទាំងអស់វេលានេះដែរការប្រកួតក៏មកដល់ពួកគេក៏បានធ្វើការប្រកួតទាំងមេឃភ្លៀងរលឹមផងដែរក្រុមទាំងពីរគឺធ្វើការប្រកួតគឺមិនមានភាពផលល្អនោះទេដោយសារពួកគេនឹងសិតតែក្រុមកាយពេលលេងធ្វើពួកគេនឹងប៉ះទង្គិចគ្នារួចក៏ធ្វើការប្រវេយបតបគ្នាយ៉ាងខ្លាំងធ្វើឲ្យអាញាកដាឬក៏អាប៊ីតមានការសម្រោះសម្រួលយ៉ាងខ្លាំងប៉ុន្តែមិនបានជោគជ័យបន្ទាប់មកធ្វើការវាយតបគ្នាជាច្រើនដងមកធ្វើឲ្យគូដិននឹងគឺត្រូវមានរបួសយ៉ាងធ្ងន់ធ្ងរមិនអាចប្រកួតបានលោកគ្រូក៏សម្រេចចិត្តដាក់ជីមីឲ្យចូលរួមក្នុងការប្រកួតដោយគេនឹងគឺឈរនៅខាងខ្សែការពារបន្ទាប់មកក្រុមរបស់គេក៏បានចាប់ដើមធ្វើការប្រកួតយ៉ាងជក់ចិត្តពួកគេក៏បានបណ្ដាលបាល់ដើម្បីតម្រង់មកគោលរបស់ពួកគេផងដែរធ្វើឲ្យជីមីរបស់យើងគឺមានចិត្តមួយគេហៅថារំភើបឬក៏ភ័យយ៉ាងខ្លាំងចំពោះការប្រកួតមួយនេះពេលដែលក្រុមរបស់គេមួយទៀតបានផ្ដាល់បាល់មកដល់ជីមីធ្វើឲ្យជីមីនឹងឈូសបាល់មួយជើងមួយទំហឹងរបស់គេធ្វើឲ្យបាល់នឹងហោះឡើងលើយ៉ាងខ្ពស់រួចក៏បានហោះចូលទៅទីម្ខាងទៀតចូលធ្វើឲ្យគេនឹងទទួលបានជ័យជំនះក្នុងការប្រកួតព្រោះអីធ្វើឲ្យអ្នកចាំទីមិនបានចាប់អារម្មណ៍ធ្វើឲ្យលោកគ្រូគេគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចពួកគេក៏បានធ្វើដំណើរត្រឡប់មកផ្ទះរៀងៗខ្លួនវិញពេលធ្វើដំណើរត្រឡប់មកវិញជីមីក៏បានធ្វើដំណើរទៅជួបលោកយាយកំព្រានោះរួចក៏បានសួរគាត់អំពីរឿងរ៉ាវស្បែកជើងថាស្បែកជើងនេះជាស្បែកជើងណាហេតុអីក៏មានឥទ្ធិពលយ៉ាងនេះធ្វើឲ្យគេតតហើយទទួលបានជ័យជំនះប៉ុន្តែលោកយាយគឺគាត់មិនបានឆ្លើយថាម៉េចទេគាត់ថាជាស្បែកជើងធម្មតាប៉ុណ្ណោះហើយស្បែកជើងនេះគឺជាស្បែកជើងកូនគាត់ដែលជាកីឡាបាល់ទាត់ពីមុនដែលមានឈ្មោះថារ៉ូប៊ីធ្វើឲ្យជេមីដឹងហើយក៏បានត្រឡប់មកផ្ទះវិញលុះព្រឹកឡើងគេបានធ្វើដំណើរកម្សាន្តជាមួយនឹងសារ៉ាផងដែរដើម្បីឲ្យគេនឹងមានភាពសប្បាយចិត្តបន្ទាប់ពីធ្វើការប្រកួតនៅវេលាមួយគេបានធ្វើដំណើរទិញសម្បត្តិដើម្បីទស្សនាបាល់ទាត់ជាមួយនឹងលោកចនដែលជាសង្សាររបស់ម្ដាយរបស់គាត់គេទៅដល់ត្រូវបានក្រុមជើងកាងផ្សេងទៀតនឹងសម្លុតយកលុយបាត់ដោយសារលោកចនជាពាក់លុយគេច្រើនធ្វើគេត្រឡប់មកវិញគេក៏បានមកជួបនឹងសារ៉ានៅតាមដងផ្លូវផងដែរពេលដែលជួបនឹងសារ៉ាធ្វើឲ្យគេពិភាក្សាគ្នាឬក៏និយាយគ្នាក៏បានជួបនឹងក្រុមជើងកាង
របស់លោក Gordon ទៀតធ្វើឲ្យក្រុមរបស់លោក Gordon នឹងប្របានស្ដីបន្ទោសឬក៏ថាឲ្យ Jimmy យ៉ាងខ្លាំងចំពោះរឿងរ៉ាវទាំងឡាយដែលពួកគេនឹងបាននិយាយគ្នាឬក៏ស្រឡាញ់គ្នាអញ្ចឹងធ្វើនិយាយចុះនិយាយឡើងធ្វើឲ្យ Jimmy ខឹងរួចគាត់ក៏បានដើរចេញបន្ទាប់មកទៀតនឹងធ្វើឲ្យ Jimmy ក៏បានធ្វើដំណើរមកផ្ទះរបស់លោកគ្រូ Eric ផងដែររួចក៏បានចូលមកដល់ក្នុងផ្ទះរបស់លោកគ្រូហើយក៏បានឃើញរូបថតលោកគ្រូជាច្រើនតែជាកម្រអនុស្សាវរីយ៍ការគាត់ហ្នឹងគឺនៅជាកីឡាករនៅក្នុងក្លឹប Man City តមកលោកគ្រូក៏បានសួរនាំឬក៏បាននិយាយជាសាគ្នាអំពីបាល់ទាត់ផងដែរហើយលោកគ្រូក៏បានប្រាប់ថាគាត់គឺជាអតីតកីឡាករម្នាក់នៅក្នុងក្លឹប Man City ផងដែរប៉ុន្តែគាត់លេងមិនសូវបានល្អនោះឡើយហើយគាត់ក៏បានសម្រេចចិត្តមកធ្វើជាគ្រូនៅក្នុងសាលារៀននេះវិញតមកលោកគ្រូក៏បានផ្ដាំផ្ញើឲ្យគេខិតខំលេងបាល់ទាត់ឲ្យល្អនៅពេលអនាគតទោះព្រឹកឡើងពួកគេក៏បានជិះរថយន្តដើម្បីធ្វើដំណើរទៅប្រកួតជុំបន្តទៅទៀតជាមួយនឹងសាលាដទៃទៀតពេលនេះដែរក្រុមរបស់គេត្រូវបានលោកនាយកនិងលោក Ken ត្រូវបានដកលោកគ្រូ Eric ចេញហើយដាក់លោកគ្រូ Bali ដែលជាអ្នកគ្រប់គ្រងក្លឹបបន្តពីលោក Eric ផងដែរប៉ុន្តែពេលដែលធ្វើការប្រកួតចាប់ផ្ដើមធ្វើឲ្យលោក Ken ហ្នឹងគឺបានប្រាប់កីឡាករទាំងអស់ហ្នឹងឲ្យបញ្ជូនបាល់ទៅឲ្យកូនប្រុសរបស់គាត់រហូតធ្វើឲ្យការប្រកួតពុំមានស៊ីចង្វាក់គ្នាហើយលេងកុំបានល្អទៀតពេលដែលប្រកួតមួយស្រវឹកធំចប់តាំងទី1ធ្វើឲ្យក្រុមរបស់គេហ្នឹងទទួលបានបរាជ័យដោយចាញ់ក្រុមមួយទៀត1ពិន្ទុពេលដែលប្រកួតចប់ត្រូវបានអាជ្ញាក្រានក៏បានឃើញលោក Eric ហ្នឹងក៏ឃើញគាត់ក៏បានមកចាប់ដៃហើយធ្វើឲ្យអ្នកទាំងអស់គ្នាក៏បានដឹងពីប្រវត្តិរបស់លោកគ្រូ Eric ផងដែររួចលោកគ្រូនាយកនិងលោក Ken ក៏បានដឹងពីប្រវត្តិរួចមកគាត់ក៏បានឲ្យលោក Eric ហ្នឹងក៏បានមកគ្រប់គ្រងកូនចៅរបស់គាត់វិញដោយគាត់គិតថាគាត់គឺជាកីឡាល្អម្នាក់គាត់លេងក្នុងក្លឹបល្បីផងដែរលុះតង់ទី2ចូលមកដល់លោកគ្រូក៏បានរៀបចំកូនចៅរបស់គាត់តាមយុទ្ធសាស្ត្ររបស់គាត់ដែលធ្លាប់ធ្វើការបង្ហាត់ហើយ Jamie ក៏បានចូលរួមប្រកួតជាមួយនឹងមិត្តរបស់គេផងដែរលោកប្រកួតបានមួយស្រវឹកធ្វើឲ្យ Jimmy របស់យើងនឹងគឺសុទ្ធចូលមកគ្រាប់ធ្វើឲ្យលោកគ្រូនិងក្រុមការងាររបស់គេគឺមានភាពសប្បាយរីករាយមែនទែនលោកបន្តមកទៀតធ្វើឲ្យគេនឹងលេងបន្តទៅទៀតគេក៏បានរកមួយគ្រាប់ទៀតជូនលោកគ្រូរបស់គេនិងមិត្តរួមក្រុមធ្វើឲ្យគេនឹងទទួលបានជ័យជំនះក្នុងការប្រកួតជុំនេះរួចពួកគេក៏បានត្រឡប់ទៅផ្ទះវិញលុះថ្ងៃបន្ទាប់ទៀតគេក៏បានទៅប្រកួតជុំបន្តធ្វើឲ្យ Jimmy របស់យើងនឹងគឺអាចសុទ្ធចូលបន្តបន្ទាប់ធ្វើឲ្យក្រុមគេនឹងគឺអាចឡើងទៅវគ្គបន្តទៀតធ្វើឲ្យពួកគេទទួលបានជោគជ័យក្នុងការប្រកួតជាហូរហែរហូតមកនៅយប់មួយឪពុករបស់ Jimmy ក៏បានជួនគេទៅជួបម្ដាយរបស់គេនៅកន្លែងធ្វើការពេលទៅដល់ពួកគេក៏វាក់តែម្ដងរួចគាត់ក៏បានបើកឡានជូនពីអ្នកម៉ែកូនហ្នឹងដើម្បីធ្វើការត្រឡប់មកផ្ទះវិញពួកគេក៏បាននិយាយគ្នានៅតាមផ្លូវជាច្រើនផងដែរពេលត្រឡប់មកដល់ផ្ទះធ្វើឲ្យក្រុមរបស់គាត់ក៏បានជួបនឹងលោកចនដែលជាសង្សាររបស់ម្ដាយ Jimmy ហើយពួកគេក៏មានការអន់ចិត្តគ្នាទៅវិញទៅមករួចលោកចនក៏បានប្រាប់លោក Harry ថាគេចិត្តចូលរោងការហើយធ្វើឲ្យលោក Harry ក៏បន្តចិត្តរួចក៏បានធ្វើដំណើរចេញពីទីនោះផងដែរនៅវេលាមួយសារ៉ាក៏បានមកសួរព័ត៌មានអំពី Jimmy នៅក្លឹបរបស់គាត់ផងដែរអំពីភាពល្បាញរបស់គាត់ហើយគាត់ក៏ត្រូវបានមកប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដើម្បីឡើងទៅវគ្គកាន់ពានផងដែរពេលនេះដែរគេកំពុងតែលេងយ៉ាងស្វិតស្វាញលេងមួយសបកគេក៏បានសុទ្ធចូលមួយគ្រាប់ធ្វើឲ្យលោកគ្រូនិងលោកនាយកឬក៏អ្នកគាំទ្ររបស់គាត់គឺគេមានការពេញចិត្តយ៉ាងខ្លាំងចំពោះទេពកោសល្យរបស់គេហើយនៅក្នុងឱកាសនោះដែរគឺមានលោកម្នាក់ដែលជាក្រុមក្លឹបដ៏ល្បីមួយហ្នឹងគឺចាំមកមើលកីឡាករដែលមានទេពកោសល្យដើម្បីទិញទៅលេងក្លឹបរបស់គេផងដែរហើយបន្តមកទៀតធ្វើឲ្យ Jimmy ធ្វើការប្រកួតបន្តទីហ្នឹងគូតចុះគូតឡើងគេក៏បានរកបានមួយគ្រាប់ទៀតជូនក្លឹបរបស់គេធ្វើឲ្យលោកដែលជាអ្នកមកមើលដែលកីឡាករដែលមានសមត្ថភាពក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Jimmy ចំណែកឯឪពុករបស់ Gordon ក៏បានតាក់ទាញបរិះនេះផងដែរដើម្បីឲ្យយកកូនគេទៅលេងនៅក្នុងក្លឹបល្បីៗពេជ្រនោះដែរ Jimmy ក៏បានប្រើក្បាលរបស់គេនឹងតែតចូលទីម្ដងទៀតធ្វើឲ្យគេទទួលបានជ័យជំនះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់តមកគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះពេលត្រឡប់ទៅផ្ទះគេក៏បានគួយក្រុមពួកម៉ា
រស់ម្ដាយរបស់គេនិងលោកចនឹងកំពុងតែផឹកស៊ីច្រៀងរាំនៅក្នុងផ្ទះរបស់គេធ្វើគេនឹងគឺមានការសង្ហាចិត្តយ៉ាងខ្លាំងហើយគេក៏ចូលទៅក្នុងបន្ទប់គឺឃើញលោកចនឹងកំពុងតែដេកផឹកស៊ីលើគ្រែរបស់គេផងដែរធ្វើគេគឺមានចិត្តខឹងលួចគេងក៏បានរត់ចេញមកពីក្នុងផ្ទះនោះចេញតែម្ដងនៅក្នុងគណៈនោះរួចក៏បានធ្វើដំណើរទៅជួបលោកយាយវងព្រាម្នាក់នៅក្នុងពេលយប់នោះហើយពួកគេទាំងពីរក៏បានប្រោកផ្ដាច់គ្នាអំពីរឿងផ្ទាល់ខ្លួននិងរឿងបាត់ទាត់ផងដែរអំពីកូនរបស់គាត់ផងដែរប្រាប់ជីមីហើយនៅថ្ងៃនេះដែរគឺជាថ្ងៃប្រកួតផ្ដាច់ព្រាត់ដណ្ដើមពានរង្វាន់ប្រចាំសាលាផងដែរហើយលោកខេននិងក្រុមការងារឬក៏លោកគ្រូអ្នកគ្រូនាយកឬក៏កីឡាករទាំងអស់ក៏បានមកជួបជុំគ្នាផងដែរនៅគណៈពេលនេះនិយាយពីចននិងនាងឌូណាហ្នឹងក៏បានអន់ចិត្តគ្នាដែរព្រលឹមឡើងរួចនាងក៏បានធ្វើដំណើរទៅធ្វើការបាត់ទៅមួយសបាក់ក្រោយមកសពតលេចមកស្រីស្អាតម្នាក់ដើរមកជួបលោកចនហើយក៏ធ្វើអែតអនរួចក៏បានស្រឡាញ់គ្នារួចក៏បាននាំគ្នាទៅលេងផ្ទះរបស់លោកស្រីឌូណាផងដែរនិយាយពីអ្នកស្រីឌូណាក៏បានផ្លេចលុយឬក៏កាតไปមួយគាត់ក៏បានត្រឡប់មកផ្ទះវិញនៅឯផ្ទះរបស់វិញលោកចនហើយនិងកញ្ញារូបស្រស់ក៏កំពុងតែចរចាស្រឡាញ់គ្នានោះត្រាប់តែអ្នកស្រីឌូណាមកដល់ក៏ធ្វើការអន្តរាគមន៍រួចក៏បានធ្វើការបដាច់អ្នកតំណែងជាមួយនឹងលោកចននៅគណៈពេលនេះតែម្ដងឯលោកខេននិងលោកនាយកកំពុងតែតាំងសរសៃកដាក់គ្នាអំពីរឿងកូនរបស់គាត់ដោយគាត់ឲ្យកូនគាត់ធ្វើជាប្រធានក្រុមទុកឲ្យជីមីជាអ្នកបម្រុងចំណែកឲ្យកូនគាត់ជាអ្នកដឹកនាំក្រុមទៅវិញហើយលោកនាយកក៏បានមានផែនផលអីប្រកែកបានក៏បានមកជួបជាមួយលោកអេរិចហើយលោកអេរិចក៏បានមកជួបនឹងកីឡាករទាំងអស់នៅក្នុងពេលនេះតែម្ដងដើម្បីនិយាយរឿងរ៉ាវទាំងអស់នោះប្រាប់ពួកគេពេលពួកគេបានដឹងរឿងរ៉ាវពួកគេគឺទាំងអស់គឺមិនព្រមដាច់ខាតបើគេមិនបានឲ្យជីមីចូលប្រកួតទេពួកគេក៏មិនចូលប្រកួតដែរហើយការងារទាំងអស់នេះក៏មិនដឹងធ្វើម៉េចធ្វើឲ្យលោកនាយកក៏ស្របតាមពួកកីឡាករទាំងអស់នោះផងដែររួចក៏បានធ្វើដំណើរទៅជួបជាមួយនឹងលោកខេននិយាយពី Golden ហ្នឹងគេបានលួចស្បែកជើងជីមីយកទៅកបិតចោលនៅក្នុងទឹកលូស្អុយមួយបន្ទាប់មកគេត្រឡប់មកវិញលោកគ្រូបានសួរនាំក៏គេមិនដឹងដែរធ្វើឲ្យលោកគ្រូក៏បានយកស្បែកជើងថ្មីមួយគូមកឲ្យជីមីសម្រាប់ធ្វើការប្រកួតដែរតែគេហាក់ដូចជាមិនសប្បាយចិត្តសោះចំពោះការបាត់ស្បែកជើងទឹករបស់គេឯម្ដាយរបស់ជីមីគាត់ក៏បានធ្វើដំណើរមកជួបកូនប្រុសរបស់គាត់ផងដែរក្នុងថ្ងៃប្រកួតវគ្គចុងក្រោយនេះគាត់ក៏បានមកលើកទឹកចិត្តកូនគាត់ផងដែរហើយធ្វើឲ្យជីមីក៏បានពាក់ស្បែកជើងដែលគាត់មិនសូវពេញចិត្តហើយក៏បានធ្វើដំណើរទៅចូលក្នុងតារាងបាល់ទាត់ហ្នឹងដោយពុំមានជំនឿជាក់លើសមត្ថភាពរបស់ខ្លួនផងដែរចំណែកឯភ្ញៀវទាំងឡាយក៏បាននាំគ្នាមកច្រើនកកក្នុងនោះដែរក៏មានលោកហារីក៏បានមកដែរហើយក៏បានជួបជាមួយនឹងអ្នកស្រីដូណាផងដែរនៅពេលនេះខណៈដែលពួកគេជួបគ្នាលើកនេះហាក់ដូចជាមានលទ្ធផលល្អដោយសារពួកគេចេះញញឹមញញែមដាក់គ្នាហាក់បីដូចជាយល់ចិត្តគ្នានៅរឿងរ៉ាវកន្លងមកហើយពួកគេក៏បាននិយាយគ្នាឬក៏បានព្រមព្រៀងគ្នារួចក៏បាននាំគ្នាចូលក្នុងកៅអីសម្រាប់មើលការប្រកួតកូនរបស់ពួកគាត់នៅក្នុងតារាងបាល់ទាត់នេះវិញជីមីហាក់ដូចជាគ្មានជំនឿចិត្តសោះទោះជាមានការគាំទ្រជាច្រើនពីមហាជនក៏ដោយចំណែកឯសារ៉ាក៏បានមកមើលក្នុងវគ្គផ្ដាច់ព្រាត់នេះសម្រាប់គាំទ្រជីមីផងការប្រកួតរៀងក្រុមទាំងពីរក៏បានចាប់ផ្ដើមក្នុងការប្រកួតនេះធ្វើឲ្យជីមីរបស់យើងគឺគាត់គឺមានទំនុកចិត្តសោះទាត់បាល់ហាក់ដូចជាភ្លាវមិនអញ្ចឹងទេដោយសារតែគាត់ប្រើស្បែកជើងខុសហើយការប្រកួតក៏ចាប់ផ្ដើមជាបន្តបន្ទាប់ធ្វើឲ្យក្រុមផ្សេងទៀតហ្នឹងគឺសុទ្ធមួយគ្រាប់ទៅវិតនឹងចូលទីប៉ុន្តែត្រូវបានអ្នកចាំទីនឹងសង្គ្រោះបាល់បាន
ខណៈពេលនេះដែរក្រុមគេត្រូវបានគេស៊ីមួយគ្រាប់បាត់ទៅហើយបន្តទៅទៀតពួកគេក៏ព្យាយាមលេងបន្តទៅទៀតជីមីក៏ហាក់ដូចជាគ្មានកម្លាំងចិត្តក្នុងការលេងដែរតមកធ្វើឲ្យក្រុមអាងទីតាជាភាគីពូនហ្នឹងគឺរើបានមួយគ្រាប់ទៀតធ្វើឲ្យអ្នកគ្រប់គ្រងឲ្យលោកគ្រូរបស់គេហាក់ដូចជាមិនមានទំនុកចិត្តទៅលើក្រុមរបស់ពួកគាត់ឡើយដោយសារតែលេងគ្មានហៅថាស៊ីចង្វាក់គ្នាតទៅសោះលៀមនោះដែរលោកនាយកក៏បានធ្វើដំណើរមកជួបលោកគ្រូបង្ហាត់ហើយក៏បាននិយាយរឿងរ៉ាវទាំងអស់នេះបន្ទាប់មកការប្រកួតតាំងទី1ក៏បានបញ្ចប់ពួកគេក៏បានធ្វើការជប់សម្រាប់លៀងនេះដែរធ្វើឲ្យជាមីក៏បានមកជួបជាមួយនឹងឪពុករបស់គេលោក Harry ផងដែរជួបជាមួយនឹងលោកគ្រូបង្វឹករួចពួកគាត់ទាំងពីរក៏បានលើកទឹកចិត្តផ្ដល់ដំបូន្មានទៅដល់គាត់ផងដែរជុំវិញការប្រកួតភាសាឃើញគាត់នឹងធ្វើការប្រកួតហាក់ដូចជាគ្មានបលឹងបលះនៅក្នុងខ្លួនសោះចឹងហើយបានពួកគាត់ទាំងពីរគឺព្យាយាមមកលើកទឹកចិត្តជីមីបន្ទាប់មកធ្វើឲ្យគាត់ក៏បានរំលឹកទៅដល់ម្ចាស់ស្បែកជើងដែលធ្វើឲ្យគេនឹងទាត់បានល្អរួចឪពុករបស់គេក៏បាននាំគេទៅជួបលោករ៉ាប៊ីតែនោះដែរគាត់ក៏បានធ្វើដំណើរទៅជួបគាត់នៅក្នុងផ្លូវមួយក្នុងកលពហុកីឡដ្ឋាននេះផងដែរពេលទៅដល់លោករ៉ាប៊ីដែលជាជនពិការគឺបានបញ្យល់ណែនាំអំពីស្បែកជើងទឹករបស់គាត់ថាមិនមែនជាស្បែកជើងទឹកអីទេគឺការខិតខំប្រឹងប្រែងទាំងអស់កើតចេញពីខ្លួនយើងមិនមែនកើតចេញមកពីស្បែកជើងនោះទេនោះគ្រាន់តែជារឿងមួយអបិយជំនឿប៉ុណ្ណោះធ្វើឲ្យជាមីនឹងភ្លឺផ្នែកតែម្ដងរួចគេក៏មានទំនុកចិត្តយ៉ាងខ្លាំងម្ដងនេះគេនឹងតាំងចិត្តថានឹងធ្វើការพูดឲ្យបានល្អអំពីសមត្ថភាពពិតរបស់ពួកគេគូបញ្ជាក់ថាលោក Harry គឺជាមិត្តភក្តិរបស់លោកតាពីការផ្នែកនេះតែម្ដងកាលពីមុនគាត់ក៏ជាអតីតកីឡាករទាំងអស់គ្នាផងដែរគ្រាន់តែតង់ទី2ចូលមកដល់ធ្វើឲ្យជីមីរបស់យើងនឹងគឺបណ្ដាបាល់ស្អាតមែនទែនដោយគ្មានកីឡាករណាមួយអាចបណ្ដាបាល់ពីគេបានឡើយពេលដែលគេបណ្ដាបានដល់ទីគេក៏បានសុទ្ធចូលមួយគ្រាប់ធ្វើឲ្យលោកគ្រូនិងមិត្តភក្តិឬក៏អ្នកគាំទ្ររបស់គេគឺមានការស្រែកឃោគាំទ្រគេយ៉ាងខ្លាំងបន្ទាប់មកធ្វើឲ្យគេនឹងបានបណ្ដាបាល់យ៉ាងល្អរួចក៏បានបញ្ជូនឲ្យ Gordon បន្ទាប់មក Gordon ក៏បានប្រើផ្ទៃជើងរបស់គេនឹងបានទាត់ចូលទីមួយគ្រាប់ទៀតធ្វើឲ្យក្រុមគេទៅបានបន្ទុក2តែម្ដងរីឯក្រុមប្រកួតរបស់ពួកគេនឹងក៏បានសុទ្ធគេបញ្ចូលដែរលុះក្រោយមកទៀតធ្វើឲ្យជីមីរបស់យើងបានបណ្ដាបាល់ដាច់តែឯងតែម្ដងដោយសារគេនឹងមានទឹកចិត្តខ្លាំងក្នុងការប្រកួតពេលដែលគេធ្វើការបញ្ជូនបាល់ដាច់តែឯងធ្វើឲ្យក្រុមរបស់គេនិងក្រុមរបស់ផ្សេងទៀតនឹងធ្វើការរត់តាមគេយ៉ាងលឿនផងដែរហើយធ្វើឲ្យ Gordon ក៏បានរត់ទៅធ្វើឲ្យគេនឹងរងចាំនៅឯស្លាបម្ខាងទៀតប៉ុន្តែជីមីគឺមិនបញ្ជូនឲ្យទេបន្ទាប់មកធ្វើឲ្យក្រុមគេនឹងរត់ជិតដល់គេក៏បានសុទ្ធមួយជើងទៅចំក្បាលរបស់ Gordon ថតមកបាល់នឹងក៏បានឡងមកចូលទីធ្វើឲ្យគេនឹងទទួលបានជ័យជំនះក្នុងការប្រកួតនេះតែម្ដងធ្វើឲ្យម្ដាយរបស់គេនិងអ្នកគាំទ្រលោកគ្រូអ្នកគ្រូឬក៏គ្រូបង្វឹករបស់គេគឺមានភាពសប្បាយរីករាយហូរកញ្ជ្រៀវក្នុងការទទួលបានពានរង្វាន់សាលារបស់គេដែលមិនធ្លាប់មានពីមុនមកខណៈនេះដែរគេគឺបានមកជួបជាមួយនឹងសារារួចក៏បានថើបគ្នាដោយរីករាយបន្ទាប់មកគេក៏បានយកបាល់ទៅឲ្យគ្រូបង្វឹករបស់គេអេរិចហ្នឹងបន្ទាប់មកលោកគ្រូក៏បានសុទ្ធមួយជើងចូលក្នុងតារាងដើម្បីជាគំរូដល់កូនសិស្សរបស់គាត់រួចពួកគេគឺបានហូរកញ្ជ្រៀវជាមួយគ្នានៅភាពជោគជ័យមួយនេះធ្វើឲ្យពួកគេគឺមានភាពសប្បាយរីករាយមែនទែនចំពោះជ័យជំនះរបស់ពួកគេដែលសាលារបស់ពួកគេហ្នឹងគឺពុំធ្លាប់មានភាពជោគជ័យដូចនេះឡើយ